បាទសួស្តីទាំងអស់គ្នានឹងថ្ងៃនេះយើងមក Home Depot ដើម្បីទិញដើមឈើទាំងអស់គ្នាណាឥឡូវខ្ញុំចូលមកក្នុងហើយអានេះជាផ្កាដែលគេដាំនៅខាងក្រៅវាឲ្យដកផ្លែហ្នឹងណានឹងហើយមានគ្រប់សពប្រភេទអីទាំងអស់មានទាំងពីផ្កាកដាស់ផ្កាស្អីត្រាវក៏មានដើមដូងក៏មានសេមនសេទាក៏មានមេរដីស្អីក៏មានដែរចូលទៅខាងក្នុងតែនេះគឺមានប្រភេទជាគ្រួសជាស៊ីម៉ង់ជាផ្សេងអញ្ចឹងណាប៉ុន្តែឥឡូវខ្ញុំដើរចូលទៅខាងក្នុងពួកខ្ញុំត្រូវការរកដើមឈើមែកឈើបាទមែកឈើនេះអាស័យក៏គេលក់ដែរខ្ញុំចង់បាននេះអាពណ៌ខៀវនេះហ្នឹងហើយអាហ្នឹងសម្រាប់យើងដាក់ដើមឈើឡើងវាទៅលើហ្នឹងហើយឥឡូវខ្ញុំសម្រាប់យកអាមួយដើមនេះហើយពួកអីវាខ្លីល្មមហើយឥឡូវខ្ញុំចូលមកក្នុងវិញព្រោះខ្ញុំត្រូវការដើមឈើដាំនៅក្នុងបន្ទប់ឬក្នុងផ្ទះនេះដើមមើលចុះដើមមើលឡើងអញ្ចឹងណានេះមានដើមដបងយក្សមានដើមស្អីផ្សេងគ្រប់សពខាងនេះក៏មានដែរបើគេដូរទីតាំងឥឡូវមានផាងតូចល្អណាស់នេះចិត្តដើរមើលទៅអានេះមានដើមស្អីខ្លះទេរៀងពិបាកសម្រាប់ចិត្តបន្តិចព្រោះអីវាមានច្រើនហើយតែចង់បានថែមទៀតឥឡូវខ្ញុំសម្រាប់យកផ្កាលីលីក្នុងទឹកនេះ water lily ហើយនៅនេះក៏មានស្ដេចនាគសដែរគេហៅថា peace lily ណាខ្ញុំមានម្ដងឥឡូវខ្ញុំត្រូវការយកwater lily នេះនឹងហើយមួយឥឡូវយកទៅហើយបាទមកផើនឹងខ្ទង់ប្រហែលនេះ$20ដែរនោះដាក់ផ្ទះមួយសិននឹងបន្តពីរកដើមឈើហើយការវិញខ្ញុំបានច្រើនតែបានថតឥឡូវខ្ញុំមកទិញម្ហូបនៅផ្សារ Ranh Market ខ្ញុំចង់ធ្វើអង្កែបខអង្កែបញ៉ាំណាបបរខអង្កែបអីហ្នឹងហើយបន្តទៅដើរមើលអីវ៉ាបន្ថែមទៀតចុះឡើងតែថ្ងៃនេះសិតតែវ៉ាន់កកទេនេះមកដល់ឃើញគ្រួចគេ on sale តែ$12ជាងនេះអញ្ចឹងខ្ញុំយក3កញ្ចប់ឥឡូវបន្តមករកបន្លែថែមទៀតមាន celery នឹងឲ្យយើងញ៉ាំជាមួយ celery រួចហើយការ៉ុតឥឡូវយើងបន្តទៅរកទឹកសក់មានបន្លែគ្រប់ប្រភេទហ្នឹងហើយនេះសាអាស៊ីយើងអញ្ចឹងមានគ្រប់ប្រភេទឥឡូវមកដល់កន្លែងទឹកសក់យកទឹកសក់ហើយរួចហើយមានតែប៉ុណ្្នឹងឯងមកតែគិតលុយឈរចាំឡានគេទៅឥឡូវរួចហើយមកកញ្ចប់នឹងអស់ប្រហែលជា$60ជាងទេបាទឥឡូវរួចហើយមកហូបថ្ងៃនេះគឺងាយស្រួលធ្វើស្រួលញ៉ាំចំណាយតិចមកឥឡូវយើងចូលក្នុងឡានហ្នឹងហើយនេះមានតាំងពីដើមឈើសកិសកាស្អីខ្លះទេឥឡូវបើកឡានមកដល់ផ្ទះពុកផ្សារចិត្តផ្ទះឥឡូវមកដល់ផ្ទះហើយវាចែកដល់អីនេះគេបោបោះខ្នល់បដ ாய் ឥឡូវឡានអ្នកចិត្តផ្ទះនេះគេបោះខ្នល់ហើយអញ្ចឹងគេយកឡានមកចតលើខាងលើផ្លូវវិញអញ្ចឹងណាហ្នឹងហើយជំរាបជូនទាំងអស់គ្នាថាឥឡូវមកដល់កន្លែងផ្ទះហើយបាទហ្នឹងហើយមកដល់ផ្ទះហើយទៅចតឡានOkay, see you.